យើងគិតថាព្រិចនឹងជាថ្នាំតែមនុស្សមែនមែនទេសត្វពស់នឹងសម្ដៅពស់ពឹសទៀតពស់អត់ពឹសក៏ប្រើដែរជាពិសេសពស់ថ្លាន់បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំបាទចង់បង្ហាញនៅឱសថមួយប្រភេទទៀតដល់បងប្អូនទាំងអស់គ្នាហើយក៏ចង់ធ្វើបទបង្ហាញចាស់ជូនបងប្អូនទាំងអស់គ្នាបានស្គាល់អំពីឱសថមួយប្រភេទនេះផងដែរបាទអញ្ចឹងកុំរងចាំយូរបាទនេះគឺជាឱសថមួយប្រភេទទៀតដែលខ្ញុំបាទចង់បង្ហាញការពិតពុកម៉ែបងប្អូនច្បាស់ជាស្គាល់ហើយអំពីឱសថមួយប្រភេទនេះឱសថមួយប្រភេទនេះគឺជាដើមព្រិចបាទគឺជាព្រិចទេបាទហើយព្រិចនេះវាមើលទៅយើងឃើញថាដើមវារាងតូចដោយសារអីថាដោយសារតែអ្នកភូមិអ្នកស្រុកនៅតំបន់នេះគាត់កាប់បាទគាត់កាប់អស់កាប់ជាដើមអស់ទៅដើមវាសល់តូចវាអត់មានដើមធំអញ្ចឹងបាទកាប់ដើមធំគឺមានព្រិចជាមាននៅតំបន់ភ្នំច្រើនធំជាងតំបន់ទីនេះគេហៅថាទីទួលប្រភេទជាចំការបាទអញ្ចឹងចំពោះព្រិចនេះគឺពុកម៉ែបងប្អូនទាំងគ្នានេះយើងយកធ្វើជាឱសថដល់យើងដកយកជាដើមប្រភេទតូចចាអញ្ចឹងណាខ្ញុំបាទអត់បង្ហាញឲ្យដើមធំថាដើមធំក៏ធ្វើបានដែរដើមព្រិចឲ្យតែនៅតំបន់ភ្នំគឺឃើញសម្បូរមានហើយដូចនៅខាងពោធិ៍សាត់មានវត្តមួយឈ្មោះថាគិរីបវងគឺដុះព្រិចច្រើនដុះតាមភ្នំនឹងច្រើនមែនតើហ្នឹងហើយបើថាដុះនៅក្បែរមនុស្សដើរវិញគឺដើមព្រិចហ្នឹងរាងលក្ខណៈតូចចឹងអត់សូវធំទេហើយដោយសារព្រិចនេះគឺសត្វគោវាបេះស៊ីបាទស៊ីបដូលតែមិនស៊ីច្រើនទេព្រោះអីដឹងស្រាច់ហើយព្រិចនេះក៏ដូចឫស្សីដែរតែយើងហូបច្រើនអាចនឹងរាកហ្នឹងហើយអញ្ចឹងខ្ញុំក៏ចង់បង្ហាញរបៀបថាយើងយកព្រិចនឹងធ្វើឱសថយើងយកមិនយើងយកចេះនេះបងប្អូនទាំងគ្នាយកដើមចេះបាទយកដើមអញ្ចឹងណាយើងយកទៅធ្វើជាថ្នាំនេះគឺជាថ្នាំដែលពុកម៉ែបងប្អូនមួយចំនួនគាត់មិននឹកស្មានដល់ថាព្រិចសោះណាហើយព្រិចហ្នឹងមិនមែនជាថ្នាំតែមនុស្សប្រើទេសូម្បីសត្វពស់បាទយើងគិតថាព្រិចហ្នឹងជាថ្នាំតែមនុស្សមែនទេសត្វពស់ហ្នឹងសម្ដៅពស់ពឹសទៀតពស់អត់ពឹសក៏ប្រើដែរជាពិសេសពស់ថ្លាន់ណាពុកម៉ែបងប្អូនទាំងគ្នាគឺនៅដេកច្រើនតែដេកក្បែរដើមព្រិចទេដើម្បីអីដើម្បីព្យាបាលរបួសណាហ្នឹងហើយពុកម៉ែបងប្អូនមួយចំនួនថាឲ្យទៅឃើញពស់ថ្លាន់សុំសុខសុំសេរីសួស្តីទៅយើងបន់ស្រន់ទៅសុំឲ្យបានសេរីសួស្តីព្រោះអីពស់ថ្លាន់យើងដឹងថាជាពស់អ្នកតាមែនទេបាទពស់អ្នកតានេះយើងដកយកអញ្ចឹងមកបាទដកយកអញ្ចឹងយកមកធ្វើជាថ្នាំរមើលណាមានមើមបន្តិចប្រហែលខ្ចីអីចាស់ស្រួលនេះដូចដើមមើមយន្តសិនអញ្ចឹងព្រិចតិចយើងយកដើមងាប់យកមកដាំទឹកពិសាអត់ទេណាចាំខ្ញុំប្រាប់ថាព្រិចហ្នឹងគេយកទៅធ្វើជាថ្នាំអីអញ្ចឹងចំពោះព្រិចដែលយើងយកទៅធ្វើជាឱសថគឺយើងប្រើប្រភេទជាមើមបាទជាដើមនេះជាមើមយកអត់ប្រើដើមទេហើយក៏អត់ប្រើស្លឹកដែរប្រើស្លឹកពុកម៉ែបងប្អូនទាំងគ្នាដែលមានបញ្ហាជំងឺទល់លាមកអីប្រើស្លឹកព្រិចយកទៅដាំទឹកពិសាទៅគឺអាចជួយព្យាបាលបានអញ្ចឹងណាបាទតែបើអ្នកដែលគាត់មានជំងឺដូចជាលើសឈាមឡើងជាតិស្ករអីចឹងណាកាលណាដែលឡើងជាតិស្ករគឺមានបញ្ហាច្រើនណាស់លើសជាតិឈាមគឺគាត់ច្រើនមានបញ្ហាងងឹតមុខពិបាកអញ្ចឹងព្រិចនេះខ្ញុំបាទមកដកធ្វើបទបង្ហាញនេះក៏ចង់ចែកជូនពុកម៉ែបងប្អូនដល់គ្នារបៀបនៃការប្រើនៅឱសថព្រិចនេះឡើងជាតិស្ករលើសឈាមហ្នឹងហើយបញ្ហាតម្រងនោមអីចឹងបាទហើយគាត់មានបញ្ហាមួយទៀតគេហៅថាថ្លើមមានបញ្ហាថ្លើមអីចឹងណារលាកថ្លើមហ្នឹងហើយអ្នកខ្លះបញ្ហាក្រិនថ្លើមគួរឲ្យប្រយ័ត្នយកតែមែនតើណាក្រិនថ្លើមហ្នឹងក្បែរនឹងជំងឺស្លាប់ហ្នឹងណាហ្នឹងហើយរោគថ្លើមហ្នឹងក៏ប្រើទៅជាមួយនឹងព្រិចហ្នឹងព្រោះព្រិចនេះក៏ជាឱសថព្រៃមួយគេហៅឱសថព្យាបាលជំងឺប្រភេទដំបៅអីហ្នឹងជាឱសថផ្សះ
sôm bay sạch pu đôi chỉ pu thlan này nắng ôi ta xì sạch lệp sạch prey cho không pu hay tại đây cái bài cùng prey chạy pu cứ vì do prey nắng thôi chi ở sót sầm rạp chia ba rồi buộc về để mình buộc bị priên rồi có bị sạch vì nan đây chẳng cứ prey sạch pu nắng ai vô prey vô từ thôi chi ở sót sầm rạp chia ba chẳng sầm rạp mình nuôi dương với cua ta che đằng mà che đằng bị sạch khla rồi bị vô sót bị sạch pra khla đôi chỉ prey nắng cứ đôi khi pram chẳng chỉ tham xa rồi bu nè đại miền chủng ngữ đậm bao ấy chẳng tới chữ cát ấy cứ ai vô prey nắng vô tập chia ba chủng ngữ bàn pro prey chứ cái ai vô tập chia ba chủng ngữ tự nôm phải bàn tê rồi mình thòm đã tê pro ấy nè đại miền panh nhà ha chủng ngữ tự nôm phải còn ai vô prey nắng vô tập prao chủng mùi xăm chủng mùi năng rửa là pẹ bộ mai pon đọc nế là pẹ nó coi nhom ọt miến ta đôi chỉ mà đông nóc bàn miền là pẹ bạn vô xăm chủng mùi năng rửa là pẹ chẳng vô prey là pẹ hai rửa say prey rửa say prey cứ dương ọt vô đam ấy thì dương vô rửa rửa say mơm say nó bay mốc nó vô lia cho kia từ đang ngày chia ba nè đại miền panh há tận nôm phải vì chui bật cho chết có bộ mai bò nọc nè về để chui bật cho chết có vừa tới bị xa rơi tới cái ai chui chia ba bàn rửa prey xôm pra rửa preyประเภทnèประเภทsay chẳng ạ là ngày do tầm mơ màu lia cho mình rửa là bẹ mà cái đạp đôi kia chẳng màu hai rửa say prey mà cái đạp đôi kia màu giống là bạn nè đại miền Tây nhà tận nôm phải mấy con pizza tới ở Papo lên nè tận nôm phải nè là ngày hay nè miền Tây nhà thlam ấy đó chỉ đam được nhôm vậy tàng bạn mà nắng Tây nhà chỉ phải xem mới tiệt ơi tập tệ tôm Tây nhà đầm bao non cà phê đầm bao bờ biên ấy nan đây cho đâu nè khá đầm bao đó thằng tràn pe tới còn ai nằng miền Tây nhà rồi hô từ đó chùm ngư mối ham hà thì ôi ta đầm bao hơi cứ xong ấy miền ca prongประหยัด mình tên mình tha cà phê mình tha bờ viên mình tha thlam mình tha bay đâu nghe thaประหยัดrồi bỏ nè prey nèพวกมันปนดังออกนี่เดี๋ยวมีจุ่มงือนี่บาดมือเนี่ยนี่ใจสะอาดđấy bạn phảiมันเนาะnhà bạn vậy lưỡi nhá thì mỗi nè là miปัญหาcà phê bờ viênเอาไว้เด็กยังรีบรอบแต่งบ้านมานะพวกมันปนออกนี่เพื่อตามยมสะหรือบอลตามยมตื่นอดคอเฮบอสัตโกจองซีน่ะนึงเมื่อมอนึงแต่เนี่ยชีมิมก้ายังไงมินแต่มินจะสักประเดี๋ยวน้องนี่ซีดำใบấyกลายมินปัญหาบริโภคไอ้เต้าvìมันสู้แล้วนะโกฮามปูไอ้โกเสียยังไงแต่ซีจานเนี่ยจีจานก่อนบานเนี่ยlàจังขยมตลอดมาเว้นแต่ตรงโรคแต่งบานมาในปกไม้มันปนออกนี้มินแต่งบานมาด้วยใบขยมเรียบร้อยมั้งทั้งปกไม้มันปนดอกนี้แสบปลาตามยมอ่ะอัดข้อบนน้องไงสมบัติใส่แต่บ่อได้ก็โดนนักน้องเปรย์ก็กอดจิกเมิมเนี่ยจิกเมิมเปรย์นั่งอ่ะโยมหมอซอยได้นั่งฮาแหนตัวดองอ่ะเบอร์ยืนใจทาฮาระบ่อตะปะตะบ่อนะตะบ่อแหนตัวดองนำเปรย์นั่งฮาบ่อโลกไอ้ธนาบ่อโลกไอ้ติ๊กยืมมันดังอ่ะติ๊กลือแต่โลกตัวดองอดซูโลกอ่ะจังฮันโลกไอ้คล้าโลกซอยเมิมเปรย์จ้ะติ๊กแนวมันเคลียร์ดังอ่ะvậy chẳng nhom chơi này nhà lão kiếm prap nhom có thọpได้thọp nơi chỉ môi lục thọp đông thọp chăn chẳng han thọp nơi ấy nhom này còn lục thọp đông này càng lần lục này khơi nhé mơm prey này mẹ khơi nhé bạn mơm prey này khơi nhé đôi ta rực xây dương đây mình tái phải chiêng phải mấy ngàn chiêng bộ mai phone đọc ni bỏ chưa tới bộ mai phone đọc ni đã rồi prey hết đọ mơm prey nắngไอ้บ้านช่างใช้โยตัดสล้อช่างจึงหรือใส่ถ้วยดองช่างจึงหรือใส่ถ้วยดองไอ้มองนั่งเปรย์ใช่ปะให้ชมจังประหารถ้าเอาตัดตัวบอกเปรย์นั้นมีนสระประหยัดอย่างจังเนี่ยมีนจุ่มงือโดยกระเปียกวินหรือโกขางขนมมีนเอาแต่มีนน้ำเบาโฮเบเตอร์เชียบาตักขางขนมประสานน่ะแบบปกไม้บองโอนมวยจุ่มนูนก็ดังอมปีอัฐประหยัดระบโรคเชื้อได้ดอกนักน้องได้ในปฏิกรรมไปจีเยอะนะเดี๋ยวไปกดดังนะสมใบเพลิงได้กำปงแช่กอดมันเห็นได้แช่พองกอดเป็นรถหมอยดอลเปรย์พองพวกไอ้กดดังท้าตึกได้บอกมาเยอะคือจีตึกได้เอาสด
ស្ទើរតែពាត់ជំវិញយើងទាំងអស់ដូចខ្ញុំមិនមែនជាគ្រូថ្នាំដល់ខ្លាំងខ្លាដល់ចេះសព100មុខអីទេគាត់ថា100គ្រប់មុខអីទេគាត់ថាដឹងប៉ុណ្ណាចេះប៉ុណ្ណាបង្ហាញប៉ុណ្ណឹងចែកជូនពុកម៉ែបងប្អូនដល់គ្នាអញ្ចឹងអ្នកដែលមានការដុតព្រៃបំផ្លាញព្រៃគួរតែបញ្ឈប់ទៅល្អខ្ញុំចង់ទទូចសុំអញ្ចឹងវិញព្រោះសត្វព្រៃគ្នាមានព្រៃនេះជាចម្រោកហើយយើងនេះមានផ្ទះជាចម្រោកដោយសត្វព្រៃដូចគ្នាយើងមានផ្ទះជាចម្រោកសត្វព្រៃគ្នាមានព្រៃជាចម្រោកគឺព្រៃជាជាឱសថដែលមានអត្ថប្រយោជន៍ច្រើនក៏ជាអាហាររបស់លោកទូដងផងដែរអ្នកតើជាតបោះអាហាររបស់តបោះផងដែរអញ្ចឹងពុកម៉ែបងប្អូនមួយចំនួនកុំមើលរំលងព្រៃឲ្យសោះព្រៃចេះជួយសម្រួលឲ្យយើងដែលខ្វះជីវជាតិទឹកក្នុងខ្លួនណាក៏ឲ្យមានជីវជាតិទឹកក្នុងខ្លួនដែរអ្នកឃ្លានទឹកអីដើរទៅព្រៃបើសិនជាគាត់ឃ្លានទឹករត់បានក៏ដកមើមព្រៃហ្នឹងហូបទៅទៅពីលេបទៅរស់មួយថ្ងៃហើយព្រោះព្រៃហ្នឹងបង្កើតសារជាតិទឹកឲ្យយើងជួយជំនួយសុខភាពយើងអាហ្នឹងគឺព្រៃហើយបើឫស្សីព្រៃដូចខ្ញុំប្រាប់ចឹងជាថ្នាំអីពុកម៉ែបងប្អូនទាំងអស់គ្នាចូលមួយក្នុង channel ហ្នឹងទៅអញ្ចឹងសរុបមកវិញគឺមានប្រមាណប៉ុណ្ណឹងជាការចែកម្លែកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាព្រៃគឺជាអាហាររបស់លោកធដងខ្ញុំនិយាយតែប៉ុណ្ណឹងពុកម៉ែបងប្អូនទាំងអស់គ្នាគួរយល់ហើយអាហារលោកធដងគឺជាអាហារទឹកអញ្ចឹងក៏ជាថ្នាំទឹកសម្រាប់ព្យាបាលអ្នកដែលមានជំងឺផងដែរអញ្ចឹងអស់បាទមានតែប៉ុណ្្នឹងហើយក៏សូមគោរពលាពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមនឹងចែកម្លែកនៅឱសថប្រមាណប៉ុណ្ណឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាទទួលបាននៅចំណេះដឹងថ្មីបទពិសោធន៍ថ្មីឱសថថ្មីអ្វីដែលយើងខ្ញុំបានធ្វើបទបង្ហាញនេះបាទអរគុណនិងសូមគោរពលា